សួរខ្ញុំបាទឈ្មោះរ៉ាន់សារ៉ូនខ្ញុំមានទីលំនៅភូមិអរ៉ាញ់ស្រុកសៀមរាបខេត្តសៀមរាបមកពីមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មមកសម្ដែងនៅក្រុម APR ខ្ញុំមានអារម្មណ៍រីករាយណាស់ដែលបានមកចូលរួមនៅស្វាពន្លឺសិល្បៈហើយខ្ញុំក៏បានសិក្សានៅក្នុងសិក្ខាសាលាបាន3ដងលើកទី1គំនូលើកទី2ស្មូតលើកទី3រំភីផកនេះដាក់ដៃចំពោះដាក់ដៃចំពោះដាក់ដៃដាក់ក្រាពោះដាក់ស្កតទេមើលណាដាក់ដៃខ្ញុំមើលឲ្យចាំហ៎បាទក្នុងគម្រោងថ្នាក់ស្មូតនេះគឺមានច្រើនឆ្នាំនេះបាទមិនខុសពីឆ្នាំទៅដែរទេប្រហែលជាឆ្នាំនេះប្រហែលជា20ផ្លាយ30ចុះ30អ្នកចុះដល់ថ្ងៃទី1ទី2ហ្នឹងរហូតមកដល់ព្រឹកមិញនេះទៀតបាទអ្នករៀនហើយក៏ឃើញថាក្មេងដែលមានគំនិតចង់ចេះថតស្មូតហ្នឹងកាលដើមឡើយក៏គ្នាឃើញថាលឺតែស្មូតខ្លាចតែដល់មានមហោស្រពបានណែនាំប្រាប់បញ្យលទៅក៏ឃើញថាបានមកនិយាយប្រាប់ខ្ញុំថាខ្ញុំបានលឺសុលោកតាស្មូតខ្ញុំហើយណែនាំបញ្យលខ្ញុំលែងខ្លាចបាទមកពីខ្ញុំយល់ថាកើតចាស់ឈឺស្លាប់មិនទៀងនៅក្នុងសាមញ្ញលក្ខណៈធម៌ទាំង3នេះគឺភាគច្រើននិយាយប្រាប់ខ្ញុំភើបនឹកឃើញថាកូនខ្មែរបានមករួបរวมគ្នាមើលទៅឃើញចំណេះវិជ្ជាសិល្បៈការនីគឺថាផុសផុលឡើងក្នុងមហោស្រពនេះមានការត្រេកអរណាស់ចំពោះយើងដែលអ្នកស្រឡាញ់វប្បធម៌ជាតិបាទខ្ញុំត្រេកអរមែនទែនរីករាយដើម្បីពង្រីកចំណេះដឹងបន្ថែមក្រៅពីទម្រង់សិល្បៈអ្នករៀបចំកម្មវិធីបានរៀបចំដំណើរកម្សាន្តទស្សនាខេត្តបាត់ដំបងក្នុងគោលបំណងចង់ឲ្យអ្នកចូលរួមបានស្គាល់បន្ថែមនូវប្រវត្តិខ្លះៗរបស់ខេត្តនេះនិងរមណីយដ្ឋានមួយចំនួនព្រមទាំងពង្រឹងមិត្តភាពរវាងសិស្សសិល្បករសិល្បករនីនិងព្រឹទ្ធាចារ្យអាគារមួយបើយើងមើលឃើញទៅក្រៅនោះអាគារមួយដៃលោកគ្រូនេះមើលទៅឃើញបើមើលមែនទេឃើញនៅអាគារនេះជាផ្ទះរបស់កថាធម៌ជុំហើយអាគារលឿងតបូលបាទសប្តាហ៍នឹងបាទគេហៅវាំងសប្តាហ៍គេហៅសាលាខេត្តប៉ុន្តែអតីតជាវាំងរបស់ស្ដេចក្រាញ់ហ្នឹងនៅនេះមានចេតិយមួយចេតិយនេះកសាងតាំងពីឆ្នាំណាគេចេតិយស្អីលោកគ្រូមិនចាំទេហើយនេះវត្តកំផែងទាំងអស់ហ្នឹងពីដើមគឺជាវាំងដល់ហ្នឹងអូននេះម្ដងនោះតាមលើហើយសាងសង់នឹងជាលក្ខណៈរចនាបទអង្គក្រៅប្រាសាទញាតប្រុសស្រីទីនោះមានរូងភ្នំរអល់អាងមួយជារៀងរាល់រាត្រីក៏មានការសម្ដែងសិល្បៈតាមទម្រង់នីមួយក្នុងគោលបំណងចង់ឲ្យពួកគាត់បានបង្ហាញស្នាដៃនិងទេពកោសល្យសម្ដែងដល់អ្នកចូលរួមទស្សនាកម្សាន្ត
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ